សូមស្វាគមន៍មកកាន់រដូវកាលមាសបៃតងនៃខេត្តកំពង់ស្ពឺចាប់ពីខែឧសភាដល់ខែតុលាគឺជារដូវកាលដ៏អស្ចារ្យដែលទេសភាពក្នុងខេត្តកំពង់ស្ពឺបញ្ចេញនូវសម្រស់ធម្មជាតិពណ៌បៃតងខ្ចីនិងបរិយាកាសដ៏បរិសុទ្ធនេះគឺជាពេលវេលាដែលស័ក្តិសមបំផុតសម្រាប់ទេសចរបែបធម្មជាតិអេកូទេសចរនិងការលំហែកាយដើម្បីសុខុមាលភាពជាមួយនឹងបរិយាកាសពោរពេញដោយភាពរស់រវើកនិងស្នាមញញឹមខាងក្រោមនេះជាតំបន់ទេសចរលេចធ្លោទាំង10កន្លែងនៅខេត្តកំពង់ស្ពឺដែលរងចាំស្វាគមន៍ភ្ញៀវទេសចរគ្រប់ទិសទីមកទទួលយកបទពិសោធន៍ថ្មីៗនិងសម្រស់ធម្មជាតិដ៏អស្ចារ្យ 1. អូសៀនជាតិគិរីរម្យរមណីយដ្ឋានទេសចរធម្មជាតិដ៏ល្បីល្បាញដែលសម្បូរទៅដោយសក្តានុពលធម្មជាតិទេសភាពល្អប្រណិតនិងអាកាសធាតុត្រជាក់បរិសុទ្ធគ្រប់រដូវកាលទីនេះលម្អទៅដោយព្រៃស្រល់ធម្មជាតិជ្រលងភ្នំនិងទឹកធ្លាក់ជាច្រើនលើសពីនេះសម្បទាទេសចរនិងកន្លែងស្នាក់នៅត្រូវបានរៀបចំឡើងយ៉ាងពេញលេញដើម្បីតម្រូវការសម្រាប់លំហែកាយរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ 2. ភ្នំខ្នងផ្សារដំណក់ទឹកភ្លៀងនារដូវវស្សាបានស្រោចស្រពព្រៃភ្នំខ្នងផ្សារឲ្យលូតលាស់និងបញ្ចេញសម្រស់ពណ៌បៃតងត្រកាលទាក់ទាញចិត្តអ្នកស្រឡាញ់ការផ្សងព្រេងយ៉ាងខ្លាំងភ្នំខ្នងផ្សារជាតំបន់ព្រៃភ្នំដ៏ធំមួយស្ថិតនៅលើចំណុចប្រសព្វមុំ3រវាងខេត្តកំពង់ស្ពឺកោះកុងនិងខេត្តពោធិ៍សាត់ទីនេះសម្បូរទៅដោយព្រៃឈើក្រាស់ជ្រលងភ្នំខ្ពស់ៗវាលស្រល់ដ៏ស្រស់ស្អាតនិងសត្វព្រៃកម្រភ្នំនេះមានកម្ពស់ប្រហែល1017ម៉ែត្រអាចទស្សនាទេសភាពបាន360ដឺក្រេនិងមានចម្ងាយប្រមាណ165គីឡូម៉ែត្រពីរាជធានីភ្នំពេញ 3. រមណីយដ្ឋានកសិទេសចរមនធីសែនជ័យជាជម្រើសដ៏ស័ក្តិសមបំផុតសម្រាប់ត្រឡប់ទៅរកធម្មជាតិនិងការដើរលេងលំហែកាយជាមួយទេសភាពបៃតងស្រស់បំព្រងរមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងស្រុកសំរោងទងខេត្តកំពង់ស្ពឺមានចម្ងាយប្រមាណ50គីឡូម៉ែត្រពីរាជធានីភ្នំពេញដោយចំណាយពេលធ្វើដំណើរតាមរថយន្តត្រឹមតែជាង1ម៉ោងប៉ុណ្ណោះងាយស្រួលសម្រាប់ធ្វើដំណើរកម្សាន្តមួយថ្ងៃឬចុងសប្តាហ៍ 4. រមណីយដ្ឋានវីគិរីរម្យផាញរីសតរមណីយដ្ឋានដ៏ទាក់ទាញនៅលើកំពូលភ្នំនៃអូសៀនជាតិគិរីរម្យទីនេះជាកន្លែងបង្កើតអនុស្សាវរីយ៍ដ៏មានន័យដែលហ៊ុំព័ទ្ធដោយព្រៃស្រល់ពណ៌បៃតងខ្ចីលាយឡំនឹងខ្យល់អាកាសត្រជាក់បរិសុទ្ធពីធម្មជាតិពិតជាទីតាំងដ៏ល្អឥតខ្ចោះសម្រាប់ដំណើរកម្សាន្តលក្ខណៈគ្រួសារនិងគូស្នេហ៍ 5. រមណីយដ្ឋានអូសៀនបោះតង់រីសតបែបធម្មជាតិប្លែកភ្នែកទើបនឹងរះលើទឹកដីពយភ្នំគិរីរម្យដែលល្បីល្បាញថាជាកន្លែងសម្បូរទៅដោយទេសភាពជ្រលងភ្នំខ្ពស់ៗនិងមានពពកហោះក្បែរខ្លួនជាមួយធាតុត្រជាក់គ្រប់រដូវកាលទីនេះស័ក្តិសមបំផុតសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់និងពេញនិយមខ្លាំងសម្រាប់ការមកសម្រាកលំហែកាយជាលក្ខណៈគ្រួសារឬក្រុមការងារ 6. រមណីយដ្ឋានភូមិសិរីមង្គលស្ថិតនៅក្នុងក្រុងច្បារមនខេត្តកំពង់ស្ពឺរមណីយដ្ឋាននេះមានបរិយាកាសស្រស់ស្រាយតុបតែងដោយសួនផ្កាចម្រុះពណ៌និងដើមឈើធំៗទីនេះមានសេវាកម្មសម្បូរបែបដូចជាអាងហែលទឹកបន្ទប់ស្នាក់នៅអាហារដ្ឋានបន្ទប់ស្ទីមសោណានិងបន្ទប់ប្រជុំដែលស័ក្តិសមបំផុតសម្រាប់ការជួបជុំគ្រួសារពិធីជប់លៀងឬកិច្ចប្រជុំក្រុមហ៊ុននិងអង្គភាពរមណីយដ្ឋានភូមិដំណាក់ដំរីជាគោលដៅដ៏ពេញនិយមសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាពិសេសអ្នករស់នៅរាជធានីភ្នំពេញដែលចង់គេចចេញពីភាពអ៊ូអរដើម្បីមកសម្រាកកាយក្រោមខ្យល់អាកាសត្រជាក់នៃតំបន់ភ្នំទីនេះក៏ជាអំណោយផលខ្លាំងសម្រាប់សកម្មភាពកសាងក្រុមជាមួយសម្ភារៈបរិក្ខារទំនើបនិងការបម្រើសេវាកម្មប្រកបដោយស្តង់ដារ 8. សហគមន៍គោកមានទីទឹកធ្លាក់ជ្រាវគឺជាទឹកដែលមានជម្រាលច្រើនដំណាក់អំណោយផលខ្លាំងដល់ការលេងទឹកកម្សាន្តអមដោយបរិយាកាសព្រៃភ្នំដ៏ស្រស់ត្រកាលនារដូវបៃតងទីស្តាំងស្ថិតនៅភូមិតាំងសំរោងឃុំអមលៀងស្រុកថ្ពងខេត្តកំពង់ស្ពឺ 9. រមណីយដ្ឋានទឹកធ្លាក់ចំការក្រូចតំបន់ទេសចរធម្មជាតិដ៏ទាក់ទាញមួយនេះដែលស្ថិតនៅក្បែរតំបន់ភ្នំទឹកធ្លាក់ជ្រាវទឹកធ្លាក់ចំការក្រូចមានសម្រស់ធម្មជាតិព័ទ្ធជុំវិញដោយជួរភ្នំធំៗបង្កើតជាផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាតទីនេះស្ថិតនៅក្នុងស្រុកថ្ពងខេត្តកំពង់ស្ពឺមានចម្ងាយប្រមាណ100គីឡូម៉ែត្រពីរាជធានីភ្នំពេញ 10. សហគមន៍ទឹកធ្លាក់ចំបក់មានព្រំប្រទល់ជាប់នឹងអូសៀនជាតិគិរីរម្យផ្ទាល់នៅពេលធ្វើដំណើរមកដល់ផ្លូវចូលអូសៀនជាតិគិរីរម្យលោកអ្នកត្រូវបន្តដំណើរប្រមាណ10គីឡូម៉ែត្ររួចធ្វើដំណើរថ្មើរជើងដើរកាត់ព្រៃភ្នំប្រហែល1គីឡូម៉ែត្រទៀតដើម្បីទៅដល់ទឹកធ្លាក់ការដើរកាត់ព្រៃភ្នំដែលឮតែសំឡេងសត្វយំឆ្លងឆ្លើយគ្នាលាយឡំដោយក្លិនបុប្ផាព្រៃនឹងធ្វើឲ្យអារម្មណ៍របស់លោកអ្នកស្រស់ស្រាយប្លែកខុសពីកន្លែងផ្សេងៗ